ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំប្រទេរាប្រទេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់ជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំសូមជូនមេរៀនអំពីស្គាល់ខ្លួនឯងស្គាល់ខ្លួនឯងនៅក្នុងព្រះពុទ្ធសាសនាដើម្បីស្គាល់ខ្លួនឯងត្រូវស្គាល់ថាខ្លួនឯងនឹងជាអ្នកមានសទ្ធាជាអ្នកមានសិលជាអ្នកមានសត្តៈជាអ្នកមានចក្ខៈជាអ្នកមានបញ្ញានិងជាអ្នកមានបដិភានៈដែរឬអត់នៅក្នុងភាគទី1ខ្ញុំបានបញ្យល់អំពីសទ្ធាហើយនៅភាគទី2នេះខ្ញុំបញ្យល់អំពីសិលពាក្យថាសិលប្រែមកវិញថាច្បាប់ប្រែមកវិញថាវិន័យសណ្ដាប់ធ្នាប់ទម្លាប់ល្អចរិយាល្អជាដើមឡើយដូច្នេះដើម្បីឲ្យដឹងថាខ្លួនយើងម្នាក់មានសិលឬអត់ក៏បីយកកញ្ចក់ឬយកម៉ាស៊ីនមកឆ្លុះមើលត្រួតពិនិត្យខ្លួនឯងទៅលើកាយនិងវាចាកាយនិងវាចានេះគឺត្រូវតែមានសិលជាដាច់ខាតយើងយកម៉ាស៊ីនមកឆ្លុះមើលកាយវាចារបស់យើងឲ្យដឹងថាយើងជាបុគ្គលដែលរក្សាសិល5ឆ្លុះនឹងស្រាវជ្រាវខ្លួនយើងឲ្យដឹងថាយើងជាបុគ្គលដែលរកស៊ីឬធ្វើអាជីវកម្មធ្វើរបរចិញ្ចឹមជីវិតត្រឹមត្រូវឬអត់ត្រូវឆ្លុះហើយនឹងស្រាវជ្រាវឲ្យឃើញថាជាបុគ្គលដែលមានពាក្យសម្ដីល្អពាក្យសម្ដីពីរោះពាក្យសម្ដីមិនភូតកុហកពាក្យសម្ដីដែលមានប្រយោជន៍ដែរឬអត់ប្រសិនបើយើងឆ្លុះទៅត្រួតពិនិត្យខ្លួនឯងមើលទៅឃើញថាខ្លួនយើងជាមនុស្សដែលមានរបររកស៊ីត្រឹមត្រូវជាមនុស្សដែលមានកាយនិងវាចាត្រឹមត្រូវជាមនុស្សដែលមានសណ្ដាប់ធ្នាប់គោរពច្បាប់គោរពវិន័យមានទម្លាប់ល្អមានចរិយាល្អជាមនុស្សត្រឹមត្រូវនោះបញ្ជាក់ថាយើងជាមនុស្សមានសិលហើយមិនចប់ត្រឹមប៉ុណ្ណឹងទេយើងត្រូវតែពង្រឹងនិងពង្រីកឲ្យមានសិលនេះកាន់តែល្អកាន់តែរឹងមាំបន្ថែមទៀតផ្ទុយទៅវិញប្រសិនបើយើងឆ្លោះបញ្ចាំងឬក៏ត្រួតពិនិត្យខ្លួនឯងទៅឃើញថាខ្លួនយើងជាមនុស្សដែលរកស៊ីមិនត្រឹមត្រូវមានការកេងប្រវ័ញ្ចមានការភូតកុហកធ្វើអំពើបាបដើម្បីប្រាក់ចំណេញមិនរក្សាសិល5រួមមានសម្លាប់មានលួចមានខុសក្នុងកាមមានភូតកុហកនិងមានផឹកស្រាសវឹងរហូតដល់បាត់សតិជាដើមនេះបញ្ជាក់ថាជាបុគ្គលដែលអត់មានសិលកាលណាយើងឆ្លោះបញ្ចាំងខ្លួនយើងថាជាបុគ្គលដែលគ្មានសិលហើយយើងតោងតែប្រញាប់ប្រញាល់ស្ទុះស្ទាកែលម្អខ្លួនឲ្យទៅជាបុគ្គលដែលមានសិលហើយចេះតែពង្រឹងពង្រីកជាបណ្ដើជារៀងរហូតតទៅចំណុចសំខាន់នៃសទ្ធានិងសិលសទ្ធានៅក្នុងចិត្តដែលគេមិនអាចចាប់កំហុសបុគ្គលម្នាក់បានឬដាក់វិន័យមនុស្សម្នាក់បានទេនៅក្នុងច្បាប់របស់សង្គមក៏ប៉ុន្តែសិលគឺកាយនិងវាចាបើកាលណាខុសហើយបើខុសតូចទោសតិចបើខុសច្រើនទោសធ្ងន់ហើយបើខុសច្រើនមែនទែនអាចជាប់នៅក្នុងពន្ធនាគារទៀតហើយជាតិក្រោយនឹងធ្លាក់នរកដូច្នេះហើយសិលសំខាន់ណាស់ប៉ុន្តែសិលនិងសទ្ធាមានសភាពតាក់ទងគ្នាយ៉ាងស្អិតរមួតបុគ្គលដែលមានសទ្ធាក៏មានសិលណាបុគ្គលដែលមិនប្រកបដោយសទ្ធាក៏ជាបុគ្គលដែលអសិលធម៌ដែរដែលយើងនិយាយថាជាបុគ្គលដែលគ្មានសិលធម៌ក្នុងការរស់នៅដូច្នេះហើយដើម្បីឲ្យស្គាល់ខ្លួនឯងយើងបានរៀនពីមេរៀនហើយគឺមេរៀនទី1ត្រូវឲ្យដឹងថាខ្លួនឯងមានសទ្ធាឬអត់ហើយមេរៀនទី2ឲ្យដឹងថាខ្លួនឯងមានសិលឬអត់ហើយនៅមានមេរៀន4ទៀតទាំងអស់សរុប6ដើម្បីឲ្យស្គាល់ខ្លួនឯងច្បាស់លាស់សូមអរព្រគុណនិងសូមអរគុណ